ករណីដល់គួរភ្ញាក់ផ្អើលមួយបានកាត់ឡើងនៅក្នុងពេលថ្ងៃត្រង់ថ្ងៃនេះផ្ទាល់តែម្ដងបងប្អូនជាទីគោរពនៅតាមបណ្ដោយផ្លូវលបឿនលឿនចំណុចអូក្រាំងអំបិលចាគឺវីដេអូខ្លីមួយបានបង្ហោះពេញបណ្ដាញសង្គមដែលបញ្ជាក់អំពីសកម្មភាពមានជនសង្ស័យមួយគាត់តោងនៅលើរថយន្តហើយព្យាយាមយកកាភ្លើងហ្នឹងភ្ជុងម្ចាស់រថយន្តឲ្យម្ចាស់រថយន្តចុះចេញពីលើរថយន្តចាដែលមានអ្នកជិះឡានពីខាងក្រោយមកឃើញហេតុការណ៍ហ្នឹងគាត់លួចថតពីខាងក្រោយបានណាយកមកបង្ហោះឥឡូវគេ share ពេញបណ្ដាញសង្គមតែម្ដងថាតើករណីហ្នឹងករណីយ៉ាងម៉េចទៅវិញប្លន់រថយន្តមែនឬក៏យ៉ាងណាបងប្អូនអញ្ចឹងតោះចូលទៅស្ដាប់សាច់រឿងពីដើមមកទាំងអស់គ្នាជាមួយបងចយហើយកុំភ្លេចណា Subscribe Channel បងចយម្នាក់មួយដើម្បីទទួលបាននូវដំណឹងថ្មីរឿងហេតុពីដំបូងជនសង្ស័យក៏មាន2នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់នៅតាមបណ្ដោយផ្លូវជាតិលេខ4ហើយនៅពេលដែលឆក់ហ្នឹងក៏មានសមត្ថកិច្ចគេធ្វើការតាមចាប់ណាប្រមាញ់ជនសង្ស័យទាំងពីរដែលធ្វើសកម្មភាពឆក់ហ្នឹងហើយនៅក្នុងការដែលតាមប្រមាញ់ហ្នឹងតាមចាប់ហ្នឹងក៏មានការបាញ់តដៃទៅលើប៉ូលីសទៀតចាប់បានម្នាក់សល់ម្នាក់ទៀតជិះម៉ូតូរត់ឡើងលើផ្លូវលបឿនលឿនហ្នឹងក៏ប្រទះជាមួយនឹងឡានលុចស៊ីសមួយគ្រឿងចាដូចនៅក្នុងវីដេអូដែលបងចយបានដាក់ជូននឹងអញ្ចឹងក៏បានហក់តោងក៏បានព្យាយាមនិយាយគម្រាមប្រើកាភ្លើងហ្នឹងភ្ជុងគម្រាមឲ្យរថយន្តហ្នឹងចាឈប់ម្ចាស់រថយន្តមានការតក់ស្លុតក៏ឈប់ឲ្យអែបទៅម្ខាងចុះពីលើរថយន្តចេញមកទាំងអស់ហើយជនសង្ស័យមួយរូបនោះក៏បានឡើងបើករថយន្តហ្នឹងជិះរត់គេចខ្លួនចេញទៅបាត់តែម្ដងការដែលគាត់ធ្វើសកម្មភាពបែបអញ្ចឹងចាគឺមានការភ្ញាក់ផ្អើលខ្លាំងមែនតើទាំងកណ្ដាលថ្ងៃត្រង់ប៉ុន្តែទោះបីជាយ៉ាងណាក៏មិនអាចគេចផុតពីកម្លាំងរបស់លពូសមត្ថកិច្ចដែរនៅក្នុងទឹកដីខាងខេត្តកណ្ដាលណាគាត់បើករត់គេចខ្លួនដល់ក្នុងទឹកដីខាងខេត្តកណ្ដាលក៏ដឹងថាប៉ូលីសតែកំពុងតែដេញតាមប្រកាសណាតាមរកអញ្ចឹងហើយក៏សម្រេចចិត្តប្លង់រថយន្តនោះចោលណាប្លង់រថយន្តនោះចោលនៅក្នុងទឹកដីស្រុកអង្គស្នួរខេត្តកណ្ដាលបន្តមកទៀតក៏បានរត់ចុះពីលើរថយន្តហ្នឹងទៅប្លន់ភ្ជុងរថយន្តលុចស៊ីសមួយគ្រឿងទៀតអញ្ចឹង3តង់ទាំងរថយន្តចុងក្រោយនេះដែលគាត់ភ្ជុងគេណាដើម្បីឲ្យគេបើកនាំគាត់រត់ចុះរត់ឡើងបងប្អូនណាចូលមកដល់ក្នុងទឹកដីខាងខេត្តកំពង់ស្ពឺសហការជាមួយនឹងខេត្តកណ្ដាលអញ្ចឹងរត់ទៅរត់មករត់ចុះរត់ឡើងរត់ចូលដល់ទឹកដីខណ្ឌកបូលចាចូលដល់ក្នុងខណ្ឌកបូលនេះក៏សមត្ថកិច្ចស្ទាក់ចាប់បានតាឡានចាវាប្លង់ឡានចោលទៀតហើយក៏រត់គេចខ្លួនបាត់ទៅអញ្ចឹងសរុបទៅសរុបមករថយន្តទាំង2គ្រឿងទាំងដែលប្លន់គេភ្ជុងគេយកមកពីផ្លូវលបឿនលឿននៅចំណុចអូក្រាំងអំបិលហ្នឹងមួយគ្រឿងហើយយកទៅប្លង់ចោលនៅទឹកដីខេត្តកណ្ដាលហ្នឹងមួយគ្រឿងហ្នឹងទុកចោលហ្នឹងហើយក៏ទៅភ្ជុងគេយកមកគ្រឿងទៀតហើយក៏បានបើករត់ចុះឡើងហ្នឹងចូលមកដល់ក្នុងទឹកដីខាងកបូលចាក៏បានទុករថយន្តហ្នឹងចោលទៀតក៏បានបន្តរត់គេចខ្លួនបាត់ទៅអញ្ចឹងខណៈពេលនេះរថយន្តទាំងពីរបានយកមកបកគលជូនទៅកាន់ម្ចាស់ដើមវិញហើយរថយន្តទី1នៅលើផ្លូវលបឿនលឿនហ្នឹងគឺមានការខូចខាតដំណំផ្នែកខាងមុខផងដែរមិនដឹងជិះភ័យទៅជិះទៅបុកអីខ្លះទេបងប្អូនណាចាហើយចំណែកឯជនសង្ស័យមួយរូបដែលមានកំភ្លើងនៅក្នុងដៃហ្នឹងក៏បានចុះពីលើរថយន្តគេចខ្លួនបាត់ទៅមកដល់ពេលនេះសមត្ថកិច្ចក៏កំពុងតាមប្រម៉ាញ់ហើយក៏មិនទាន់អាចធ្វើការខាត់ខ្លួនបានដែរប៉ុន្តែបងចោយជឿជាក់ថាមិនយូរទេសមត្ថកិច្ចនឹងអាចចាប់ខ្លួនបរិសម្នាក់នោះបានជាមិនខាននោះទេបងប្អូនជាទីគោរពនេះគឺដំណឹងក្តៅដែលកើតឡើងនៅក្នុងពេលវេលាថ្ងៃត្រង់ថ្ងៃនេះផ្ទាល់តែម្ដងជម្រាបជូនត្រឹមប៉ុណ្ណេះសិនបើសិនជាមានអីអាប់ដេតថ្មីតាក់ទងទៅនឹងការខាត់ខ្លួនបានជនសង្ស័យដែលមានកំភ្លើងនៅក្នុងដៃហើយបន្តគេចខ្លួននេះខ្ញុំធ្វើការជម្រាបជូនទៅកាន់បងប្អូនជាបន្តផងដែរសូមអរគុណ